ជាកិច្ចចាប់ផ្ដើមសូមគោរពជំរាបសួរដល់លោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំឈ្មោះវាំងហេសុជាតាខ្ញុំបាទឈ្មោះនុនសីហាខ្ញុំឈ្មោះថៃសុហោពួកយើងគឺជាសិស្សរៀននៅថ្នាក់ទី10នៃអង្គនៃវិទ្យាល័យហូតសែនបរិយខ្នងនៅតំណាងឯក្រុមទី3ថ្ងៃនេះដែរពួកយើងទាំង3ឡើងមកបកស្រាយនៅខ្លឹមសារមេរៀនទី3បញ្ហាបរិស្ថានសំខាន់ចូលរៀបរាប់ពីមូលហេតុដែលនាំឲ្យមានការបំផ្លាញស្រទាប់អូសូននិងផលប៉ះពាល់ចំពោះបរិស្ថានចម្លើយមូលហេតុដែលធ្វើឲ្យមូលហេតុនៃការបំផ្លាញបរិស្ថានសូមថ្មីស្រទាប់អូសូនគឺជាបណ្ដុំអុកស៊ីសែន3ភ្ជាប់គ្នាមានកម្ពស់ពីផ្ទៃដីប្រមាណ30គីឡូម៉ែត្រមូលហេតុដែលធ្វើឲ្យបរិស្ថានបំផ្លាញដោយសារតែសកម្មភាពរបស់មនុស្សដូចជាការប្រើប្រាស់សារធាតុគីមីម្យ៉ាងដែលមានឈ្មោះថាក្លរ៉ូផ្លុយអល់កាបូនដែលវាមាននៅក្នុងដែលវាមាននៅក្នុងដែលគេនិយមប្រើប្រាស់ទូលំទូលាយដែលមាននៅក្នុងកំប៉ុងបាញ់ដូចជា spray បាញ់សក់ spray បាញ់មូសនិងទឹកអប់ជាដើមនិងជាឧស្ម័នដែលភាចេញពីទូទឹកកកម៉ាស៊ីនត្រជាក់វាធ្វើឲ្យស្រទាប់អូសូនកាន់តែស្ដើងទៅហើយការប្រើប្រាស់សារធាតុអាឡុងបានប្រើប្រាស់នៅក្នុងបំពង់ពន្លត់អគ្គិភ័យមានផ្ទុកនៅអាតូមប្រូមេដែលមានសមត្ថភាពបំផ្លាញស្រទាប់អូសូនខ្លាំងជាងក្លរទៅទៀតប្រសិនបើស្រទាប់អូសូនត្រូវបានបំផ្លាញនោះនឹងនាំឲ្យមានផលប៉ះពាល់ទៅលើបរិស្ថានដូចជាការដែលស្មៃ UVB ចាំមកលើផែនដីកាន់តែខ្លាំងនាំឲ្យមានផលប៉ះពាល់ទៅលើជីវៈរស់នៅក្នុងទឹកនិងលើគោបង្កើនហានិភ័យនៃជំងឺមហារីកស្បែកនិងនៅជំងឺផ្នែកឡើងបាយប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងសត្វការបន្ថយទិន្នផលដំណាំកសិកម្មដូចជាស្រូវពោតនិងសណ្តែកបំផ្លាញផ្លាកតុននៅរបស់មហាសមុទ្រប៉ះពាល់ដល់ខ្សែចំណីអាហារក្នុងសមុទ្រទាំងមូលបង្រៀនការរីករាលនៃសម្ភារៈប៉ូលីមែរនិងផ្លាស្ទិកដែលប្រើប្រាស់នៅខាងក្រៅផ្ទះចូលរួមចំណែកក្នុងការប្រែប្រួលអាកាសធាតុតាមរយៈអន្តរកម្មរវាងឧស្ម័នផ្ទះកញ្ចក់ដើម្បីជាដំណោះស្រាយនៃផលប៉ះពាល់នៃការបំផ្លាញស្រទាប់អូសូនយើងទាំងអស់គ្នាត្រូវ1កាត់បន្ថយការប្រើប្រាស់សារធាតុគីមីបំផ្លាញស្រទាប់អូសូនដូចជាសារធាតុក្លរ៉ូផ្លុយអល់កាបូនដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ទូទឹកកកនិង spray ទឹកអប់ជាដើមប្រើផលិតផលដែលមានស្លាក ozone friendly 2ថែទាំនិងជួសជុលឧបករណ៍ត្រជាក់ត្រួតពិនិត្យម៉ាស៊ីនត្រជាក់ទូទឹកកកឲ្យបានទៀងទាត់ដើម្បីជៀសវាងការលេចធ្លាយឧស្ម័នគីមី3ប្រើយានយន្តកាត់បន្ថយការបំពុលពីយានយន្តប្រើយានយន្តសាធារណៈឬកង់ជំនួសការប្រើប្រាស់ឡានផ្ទាល់ខ្លួន4ការពារបរិស្ថានដាំដើមឈើនិងការពារប្រព័ន្ធអេកូឡូស៊ី
កាត់បន្ថយការដុតសំរាមនិងការប្រើប្រាស់ថាមពលខ្ពស់ 5. ផ្សព្វផ្សាយការយល់ដឹងអប់រំប្រជាជនឲ្យមានការយល់ដឹងពីសារៈសំខាន់នៃស្រទាប់អូសូននិងលើកទឹកចិត្តឲ្យមនុស្សមានចូលរួមការពារបរិស្ថាន ជាចុងក្រោយពួកយើងទាំងអស់គ្នាសូមអរគុណលោកគ្រូនិងមេរួមថ្នាក់ទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ស្ដាប់ការបកស្រាយរបស់ពួកយើងទាំងអស់គ្នា